រឿងនិទានខ្មោចបុរសដឹកស្រូវនៅជាយភូមិមួយមានផ្លូវតូចឆ្លងកាត់ស្រែស្រូវធំពេលថ្ងៃផ្លូវនេះស្ងប់ស្ងាត់និងស្រស់ស្អាតតែពេលយប់មនុស្សភូមិគ្រប់គ្នានិយាយថាមានបុរសម្នាក់ដឹកកញ្ជ្រោងស្រូវដើរយឺតលើផ្លូវនោះគេនិយាយថាគាត់មិននិយាយអីទេគាត់ដើរបន្តដូចជាមិនធន់អ្នកភូមិភ័យណាស់ហើយគ្មាននរណាហ៊ានដើរតាមផ្លូវនោះពេលយប់ទៀតនៅក្នុងភូមិមានក្មេងប្រុសម្នាក់ឈ្មោះវុទ្ធីជាក្មេងចិត្តក្លាហាននិងចូលចិត្តដឹងរឿងថ្មីគាត់ស្ដាប់រឿងខ្មោចនេះជាញឹកញាប់ហើយគាត់គិតថាតើវាពិតឬទេខ្ញុំចង់ទៅមើលដោយភ្នែកខ្លួនឯងយប់មួយព្រះច័ន្ទភ្លឺស្រទន់វុទ្ធីយកភ្លើងដៃតូចមួយហើយដើរចេញពីផ្ទះផ្លូវស្ងប់ស្ងាត់មានខ្យល់ត្រជាក់បក់តាមស្រែស្រូវញ័រយឺតដូចជាមានអ្វីកំពុងដើរឆ្លងកាត់ភ្លាមវុទ្ធីឮសំឡេងថុកដូចសំឡេងជើងដើរនិងសំឡេងកញ្ជ្រោងប៉ះគ្នាបេះដូងគាត់បុកលឿនតែគាត់ក៏បន្តដើរទៅមុខនៅមុខគាត់មានបុរសម្នាក់កំពុងដឹកស្រូវគាត់ពាក់អាវចាស់សំពត់ចាស់លើស្មាគាត់មានឈើដងមួយហើយមានកញ្ជ្រោងស្រូវពីរព្យួរចុះមកមុខបុរសនោះស្លេកសនិងភ្លឺបន្តិចវុទ្ធីដឹងភ្លាមថានេះមិនមែនជាមនុស្សធម្មតាទេនេះជាខ្មោចតែវុទ្ធីមិនរត់ទេគាត់សួរយ៉ាងសុភាពថាលោកតើលោកទៅណាខ្មោចបុរសនោះឈប់ដើរហើយនិយាយដោយសំឡេងស្រទន់ខ្ញុំធ្លាប់ជាកសិករថ្ងៃមួយខ្ញុំដឹកស្រូវទៅឲ្យគ្រួសារតែខ្ញុំឈឺហើយស្លាប់លើផ្លូវនេះស្រូវមិនបានដល់ផ្ទះព្រលឹងខ្ញុំមិនអាចទៅទីល្អបានវុទ្ធីស្ដាប់ហើយមានចិត្តស្រណោះគាត់និយាយថាខ្ញុំនឹងជួយលោកខ្ញុំនឹងប្រាប់អ្នកភូមិឲ្យបូជាឲ្យលោកថ្ងៃបន្ទាប់វុទ្ធីប្រាប់អ្នកភូមិទាំងអស់ពួកគេនាំគ្នាទៅអញ្ជើញព្រះសង្ឃយកផ្លែឈើនិងអង្ករទៅបូជាលើផ្លូវនោះព្រះសង្ឃសូត្រធម៌ខ្យល់ត្រជាក់ក៏បាក់ទៅហើយពន្លឺស្រទន់ក៏លើកឡើងខ្មោចបុរសនោះញញឹមហើយនិយាយថាអរគុណឥឡូវខ្ញុំអាចទៅទីល្អបានហើយភ្លាមកញ្ជ្រោងស្រូវក៏ប្រែជាពន្លឺហើយខ្មោចក៏លែងបង្ហាញខ្លួនទៀតចាប់ពីថ្ងៃនោះផ្លូវនោះคล้ายជាផ្លូវស្ងប់ស្ងាត់វិញមនុស្សភូមិអាចដើរឆ្លងកាត់ដោយគ្មានភ័យវុទ្ធីក៏คล้ายជាក្មេងដែលមនុស្សគ្រប់គ្នាសរសើរថាជាក្មេងចិត្តល្អនិងក្លាហាន